សូមនមស្ការចំពោះព្រះករុណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ជាទីរាប់អានក្នុងព្រះធម៌ថ្ងៃនេះសូមនិមន្តព្រះករុណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់បានសន្តាប់ពិចារណានៅព្រះធម៌របស់អង្គព្រះសម្មាសម្ពុទ្ធបន្តទៅទៀតដើម្បីបន្ថែមនៅឧបាយនៅពិធីនៅទៅតាមពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធហ្នឹងឲ្យកាន់តែច្រើនព្រោះការស្ដាប់ពធនេះចម្រើនដោយបញ្ញាញាតិញោមការស្ដាប់ពធឈ្មោះថាញាតិញោមបានសេពគប់ជាមួយនឹងពួកសប្បុរសពួកបណ្ឌិតពួកអ្នកប្រាជ្ញពួកពហុសោតដែលអត់ពីព្រះសម្មាសម្ពុទ្ធទៅពួកសប្បុរសនឹងឯងហើយដែលចេះចាំនៅឱវាទពុទ្ធវចនៈរបស់អង្គព្រះសម្មាសម្ពុទ្ធហើយលោកក៏មានបទពិសោធន៍យកនៅពុទ្ធវចនៈពាក្យទូមានហ្នឹងទៅចម្រើនទៅអប់រំចិត្តក៏ដឹងនៅឧបាយស្វែងរកនៅសេចក្តីសុខក្នុងដំណើរនៃជីវិតរបស់សពសត្វទាំងឡាយដែលត្រូវការព្រះធម៌របស់ព្រះអង្គនេះជាចាំបាច់ណាស់ក្នុងការអប់រំរួមចិត្តនឹងឯងអញ្ចឹងកណ្ណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់ដឹងស្រាប់ហើយនៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធបានបង្រៀនគ្រប់វិធីសាស្ត្រទាំងអស់រយៈពេល45ព្រះវស្សានេះដើម្បីអីថាដើម្បីជីវិតជោគជ័យជីវិតជោគជ័យនៅក្នុងពុទ្ធសាសនានេះគឺជាការឈ្នះនៅកិលេសខ្លួនយើងនឹងឯងពេលណាដែលយើងឈ្នះនៅកិលេសខ្លួនយើងឈ្នះនៅខ្លួនយើងឈ្នះនៅអ្វីទាំងអស់ដែលព្រះអង្គទ្រង់សរសើរណាស់ព្រមព្រះអង្គត្រាស់ដឹងនៅព្រះធម៌គឺជាវិជាសាស្ត្រធម្មជាតិដ៏ពិតគឺព្រះអង្គដឹងរឿងរ៉ាវនៅក្នុងខណ្ឌពីអតីតព្រះអង្គដឹងរឿងរ៉ាវនៅក្នុងខណ្ឌអនាគតព្រះអង្គដឹងរឿងរ៉ាវជាក់ច្បាស់នៅក្នុងខណ្ឌបច្ចុប្បន្នហើយក៏ព្រះអង្គបានឃើញច្បាស់ដឹងច្បាស់នឹងការត្រាស់ដឹងដោយបញ្ញាញាណរបស់ព្រះអង្គរហូតដល់ព្រះអង្គបានកម្ចាត់បងនៅកិលេសមិនមានសេសសល់បានទៅឃើញនៅទីបំផុតទៅតាមដំណើរនៃជីវិតទៅតាមលំដាប់រហូតបានទៅដល់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានម្ល៉េះហើយពេលដែលព្រះអង្គបានត្រាស់ដឹងព្រះអង្គបានឃើញច្បាស់នៅក្នុងដំណើរនៃជីវិតរបស់សពសត្វទាំងឡាយដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃនេះក្នុងឋានៈជាពុទ្ធជនព្រះអង្គឃើញថាតែងមានសេចក្តីទុក្ខលំបាកនឹងច្រើនមួយថ្ងៃទៅមួយថ្ងៃនឹងហើយសេចក្តីទុក្ខលំបាកនោះមកតែពីហេតុតែយើងនឹងឯងបរាជ័យកិលេសខ្លួនយើងនឹងឯងដោយសារកិលេសហ្នឹងមានអានុភាពមានដៃជះមានកម្លាំងគ្របសង្កត់ចិត្តរបស់យើងកិលេសឃ្លាវខ្លាហើយធ្វើឲ្យឥន្ទ្រីរបស់យើងនឹងមានកម្លាំងខ្សោយម្ល៉េះហើយកិលេសហ្នឹងមានថាមពលមានឥទ្ធិពលណាស់តែគ្របសង្កត់ចិត្តរបស់យើងមានរាគៈទោសៈមោហៈទិដ្ឋិមានះនៃកិលេសខ្លួនយើងនឹងឯងហើយដែលធ្វើឲ្យយើងចូលចិត្តមានសេចក្តីប្រមាទធ្វេសប្រហែសភ្លេចខ្លួនជាមួយនៅសេចក្តីទុក្ខជាមួយនឹងបញ្ហានឹងថែមទៀត
ហើយច្រើនមានសេចក្តីវង្វេងយល់ខុសថាសេចក្តីទុក្ខក្តីសេចក្តីលំបាកក្តីមានបញ្ហាឧបសគ្គរឿងរ៉ាវអីផ្សេងទាំងអស់នោះកិលេសនឹងតែងតែរកលេសដាក់ទោសកំហុសថាបណ្ដាលមកពីអ្នកដតីអ្នកនេះមួយបៀតបៀនអញអ្នកនេះមួយចំណែនអញអ្នកនេះមួយមើងងាយអញអ្នកនោះមួយរំខានអញអ្នកនេះមួយតែងតែធ្វើទុកបុកម្នេញប្រកួតប្រណាំងប្រជែងធ្វើឲ្យយើងនឹងកើតទុក្ខបើយើងគិតដូច្នេះរឹតតែធ្វើឲ្យចិត្តរបស់យើងនឹងឯងវាស្ថិតនៅក្នុងអំណាចនៃការគ្របសង្កត់នៅកិលេសម្ល៉េះហើយបែរធ្វើឲ្យចិត្តរបស់យើងមួយថ្ងៃហ្នឹងទៅខំប្រឹងរកឧបាយរកវិធីរកកិច្ចរកកលទៅចង់ឈ្នះអ្នកដតីណាចង់ឈ្នះអ្នកដតីមិនចង់ឲ្យអ្នកដតីប្រមាថកាបជាមិនចង់ឲ្យអ្នកដតីមើលងាយព្រោះដោយយល់ឃើញថារឿងរ៉ាវដែលសេចក្តីទុក្ខហ្នឹងបណ្ដាលមកពីអ្នកដតីប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពិចារណាបើយើងយល់ដូច្នេះរស់នៅអាស្រ័យជាមួយនឹងកិលេសយើងនឹងឯងស្ថិតនៅក្នុងមច្ឆាទិដ្ឋិយល់ខុសហើយមិនជឿទៅលើកម្មផលមិនជឿទៅលើផលរបស់កម្មនោះបានពិតប្រកបទេយើងមិនទាន់បានយល់ស៊ីជម្រៅនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធពិតប្រកបទេប៉ុន្តែធាតុពិតនៅទីបំផុតកាលដែលមានសេចក្តីទុក្ខកាលដែលចាញ់ដដែលនៅកិលេសខ្លួនឯងនងឯងម្ល៉េះហើយដែលធ្វើឲ្យយើងនេះចេះតែខំប្រឹងប្រែងស្វែងរកទាំងអំបាលមានបើយើងទប់ទល់អំណត់អត់ធន់មិនបានទេធ្វើឲ្យប៉ះពាល់ដល់ដំណើរនៃជីវិតត្រូវវិនិច្ឆ័យអន្តរាយបាត់បង់នៅគេឈ្មោះកិត្តិយសបាត់បង់នៅទ្រព្យសម្បត្តិបាត់បង់នៅញាតិបាត់បង់នៅសេចក្តីសុខបាត់បង់នៅសេចក្តីថ្លៃថ្នូរគឺបាត់បង់ទៅវិញស្ទើរតែអស់រលីងអត់មានសល់អ្វីប៉ុន្តែនៅសល់តែសេចក្តីទុក្ខវិបដិសារីគឺជាឈឺចាប់ដេកកើតទុក្ខតែម្នាក់ឯងនេះគឺជាបញ្ហាក្នុងដំណើរនៃជីវិតពេលណាដែលយើងបរាជ័យជាមួយនឹងកិលេសខ្លួនឯងកិលេសដែលយើងចាញ់រាល់ថ្ងៃនោះអត់មានអ្វីក្រៅអំពីកិលេសទាំងអស់នេះទេទី1ចាញ់នៅសេចក្តីក្រោធខឹងខ្លួនឯងណាពេលណាដែលឃើញរូបឬសម្លេងដឹងរឿងរ៉ាវអីមួយយើងទប់កាយទប់ចិត្តទប់អារម្មណ៍អត់ធន់នឹងសេចក្តីក្រោធនឹងពុំបានអត់ធន់នឹងកំហឹងនឹងអត់បានធ្វើឲ្យយើងឆេវឆាវធ្វើឲ្យយើងមានសេចក្តីខឹងក្រោធកើតឡើងយើងចាប់ផ្ដើមចាញ់នៅកិលេសណាចាញ់នៅកិលេសខ្លួនឯងហើយយើងចាប់ផ្ដើម